សម្ដេចតេជោហ៊ុនសែនអះអាងថាសង្គ្រាម5ថ្ងៃគ្មានទ័ពខ្មែរណាស្លាប់ចោលក្លិនស្អុយក្នុងព្រៃឡើយសម្ដេចតេជោហ៊ុនសែនប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភាកម្ពុជាបានអះអាងថាសង្គ្រាមរយៈពេល5ថ្ងៃកន្លងមកជាមួយថៃមិនមានសាកសពទាហានខ្មែរណាម្នាក់ដែលត្រូវបានទុកចោលរហូតមានក្លិនស្អុយក្នុងព្រៃនោះឡើយតែផ្ទុយទៅវិញសម្ដេចតេជោថាសាកសពដែលស្អុយតាមទល់ដែនអាចជាកងទ័ពថៃព្រោះកងទ័ពកម្ពុជាអត់បានចូលទៅក្នុងដីថៃទេសម្ដេចតេជោហ៊ុនសែនបានថ្លែងយ៉ាងដូចនេះធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងព្រះមហាក្សត្របើកអនុសម្វិជ្ជរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី33នាព្រឹកថ្ងៃទី17ខែវិច្ឆិកាឆ្នាំ2025ពីវេទិកាប្រធានប្រសិទ្ធិកម្ពុជាសម្ដេចតេជោហ៊ុនសែនបានថ្លែងយ៉ាងដូចនេះថាទ័ពខ្មែរអត់មានខ្មោចស្អុយនៅលើដីគេទេព្រោះយើងអត់បានចូលដីអ្នកណាទេសង្ឃឹមថាប្រជាជនថៃស្វែងរកកូនចៅរបស់ខ្លួនដែលបាត់បង់អាខ្មោចដែលវាស្អុយតាមទល់ដែននោះតែជាខ្មោចរបស់អ្នកណាបើខ្មែរអត់បានបាត់តបទេហើយខ្មែរក៏អត់មានចូលទៅក្នុងដីគេដែរការលើកឡើងរបស់សម្ដេចតេជោខាងលើជាការឆ្លើយតបទៅនឹងភាគីថៃដែលតែងតែលើកឡើងថាសាកសពកងទ័ពខ្មែរស្លាប់ចោលក្លិនស្អុយនៅលើដីថៃដែលបន្សល់ពីសង្គ្រាមរយៈពេល5ថ្ងៃកន្លងមកសម្ដេចតេជោហ៊ុនសែនសង្ឃឹមថាប្រជាជនថៃនឹងស្វែងរកកូនចៅរបស់ខ្លួនដែលបានបាត់បង់ព្រោះសាកសពដែលមានក្លិនស្អុយនៅតាមព្រំដែនមិនមែនជាកងទ័ពខ្មែរនោះទេមិនមែនជាសាកសពកងទ័ពខ្មែរក៏ដោយសារតែខ្មែរអត់មានបាត់កងទ័ពហើយកងទ័ពខ្មែរក៏អត់មានចូលទៅក្នុងដីថៃដែរនេះជាការអះអាងរបស់សម្ដេចតេជោហ៊ុនសែននៅព្រឹកថ្ងៃទី17វិច្ឆិកាឆ្នាំ2025នេះឡើងចេញពីពិធីបើកអនុសម្វិជ្ជរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសនៅវិទ្យាស្ថានជាតិអប់រំរាជធានីភ្នំពេញគួររំលឹកឲ្យដឹងថាថៃបានបើកការវាយប្រហារមកលើកម្ពុជានៅព្រឹកថ្ងៃទី24កក្កដាឆ្នាំ2025នៅតំបន់ប្រាសាទតាមាន់ខេត្តឧត្តរមានជ័យដោយបានរាលដាលទៅកាន់តំបន់ផ្សេងៗទៀតនៅតាមបណ្ដោយព្រំដែនកម្ពុជាថៃការប្រយុទ្ធគ្នារវាងកម្ពុជានិងប្រទេសថៃបានកើតមានឡើងបន្ទាប់ពីភាគីថៃបានផ្ទុះអាវុធមុននៅចំណុចប្រាសាទតាមាន់យោធាឈ្លានពានថៃបានវាយប្រហារមកលើកម្ពុជាជាច្រើនទីតាំងដោយមានការប្រើប្រាស់អាវុធធុនធ្ងន់និងយន្តហោះចម្បាំង F-16 ផងដែរក្រោយពីការប្រយុទ្ធគ្នារយៈពេល5ថ្ងៃសោកនាដកម្មបានកើតឡើងដោយបានធ្វើឲ្យវីរៈកងទ័ពរបស់កម្ពុជាបានពលីអស់ជាច្រើនអ្នកបើតាមសម្ដេចតេជោកងទ័ពខ្មែរដែលបានពលីក្នុងសង្គ្រាមគឺត្រូវបានយកមករៀបចំពិធីបុណ្យយ៉ាងត្រឹមត្រូវពលគឺមិនត្រូវបានបោះបង់ចោលក្នុងព្រៃនោះឡើយ